Rươngព្រះទេសត្ថេព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធព្រះទេសត្ថេព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបេតុច្ឆារបស់ព្រះអង្គលោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុអាគន្តុកៈដែលមានវោសាចាស់ជាងខ្លួនតាមព្រះធម៌វិន័យឡើយព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសៈសុំខមាទោសចំពោះភិក្ខុអាគន្តុកៈទាំងនោះតែព្រះទេសៈចចេះមិនព្រមធ្វើតាមព្រះពុទ្ធដីការបស់ព្រះអង្គឡើយគ្រានោះព្រះបរមសាស្តាទ្រង់ត្រាស់សម្ដែងនៅអតីតនិទានរបស់ព្រះទេសៈដូចមានតទៅនេះនៅក្នុងជាតិដែលព្រះទេសៈនេះបានកើតជាតបោះឈ្មោះទេវលតថាគតបានកើតជាតបោះឈ្មោះនិរតៈតបោះទាំងពីររូបនោះបានឆ្លោះទាស់តែងគ្នាយ៉ាងខ្លាំងរហូតលើដល់ព្រះរាជាក្នុងក្រុងពរាណសីស្ដេចយាងទៅជួយរងាប់ការវិវាទទាស់តែងគ្នានោះហើយទ្រង់បានឲ្យទេវលតបោះសុំខមាទោសនិរតៈតបោះព្រោះជាអ្នកខុសទោះជាព្រះរាជបញ្ជាឲ្យធ្វើយ៉ាងនេះក៏ទេវលតបោះនៅតែមិនព្រមសុំខមាទោសចំពោះនិរតៈតបោះទៀតនៅតែចចេះមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងតែពីជាតិនោះមករហូតមកដល់ជាតិនេះដូច្នេះហើយទើបព្រះអង្គត្រាស់នៅព្រះគាថានេះថាអកោឆេមੰអវធិមੰអចិនិមੰអហាសិមេយេចតាំងឧបនយហន្តិវេរាំងទេសាងអ្នកសមតិអកោឆេមੰអវធិមੰអចិនិមੰអហាសិមេយេចតាំងនោបនយហន្តិវេរាំងទេសោបសមតិបើជនទាំងឡាយណាចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះមិនស្ងប់រងាប់បានឡើយបើជនទាំងឡាយណាមិនចងសេចក្តីក្រោធនោះទុកយ៉ាងនេះថាជនឯណោះបានជេរអញជនឯណោះបានវាយអញជនឯណោះបានឈ្នះអញជនឯណោះបានលួចយកទ្រព្យរបស់អញទៅហើយដូច្នេះពាវេរារបស់ជនទាំងឡាយនោះតែស្ងប់រងាប់ទៅបានសូមអនុមោទនា